សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើពីរបៀប download file MP3 ដើម្បីដាក់ទៅក្នុងនាឡិកាជាដំបូងយើងចូលទៅកម្មវិធី Safari បន្ទាប់មកយើងវាយពាក្យថា YouTube MP3 យើង search ទៅលើពាក្យហ្នឹងទៅបន្ទាប់មកយើងទៅរកនេះយើងរកពាក្យថា YouTube to MP3 converter ចុចលើហ្នឹងមកបន្ទាប់មកកន្លែងនេះគេឲ្យយើង copy link YouTube ហ្នឹងប័ណ្ណចម្រៀងដែលយើងត្រូវការហ្នឹងយើងដាក់កន្លែងហ្នឹងខ្ញុំចូលទៅ YouTube ខ្ញុំចូលទៅ copy link មកខ្ញុំ copy មកខ្ញុំដាក់ទៅខ្ញុំ copy អញ្ចឹងទៅdownload MP3 ហ្នឹងនេះផាសទៅលើ link ហ្នឹងទៅវាចូលហើយបន្ទាប់មកយើងចុចទៅលើពាក្យ converter ហ្នឹងទៅនេះខ្ញុំយក file MP3 បន្ទាប់មកយើងចុចពាក្យថា download ចុចពី download ហ្នឹងមកវាលោតទៅពាណិជ្ជកម្មតែលោតទៅពាណិជ្ជកម្មហ្នឹងយើងមិនបាច់ខ្វល់ទេយើងមើល tag ខាងក្រោមមាន3 tag នេះយើងចុចលើ tag ហ្នឹងទៅយើងយកទៅ tag កន្លែង download មិញហ្នឹងមកនេះយើងបន្ទាប់មកយើងមើលខាងក្រោមនេះវាឲ្យយើង download save អញ្ចឹងយើងចុចពាក្យ save ហ្នឹងមកហើយយើងរើស file ដែលយើងត្រូវការដាក់ចូលក្នុង file ដាក់ចូលក្នុង file ហើយយើងចុចពាក្យ save មកនៅវា download មកវាអស់ប្រហែល megabyte ប្រាប់យើងអាចបើក file ហ្នឹងបានតែខ្ញុំអត់បើក file ទេដល់ download បានហើយសាញ់ download បានមកកណ្ដោហើយបន្ទាប់មកខ្ញុំចូលទៅកម្មវិធីរបស់នាឡិកាដៃ Windows ហ្នឹងបន្ទាប់មករកកន្លែងពាក្យថា music នេះយកពាក្យ music ហ្នឹងហើយយើងចូលទៅកន្លែង add music បន្ទាប់មកយើង add music ទៀតមកយើងឲ្យយើងបើក file ហើយយើងចូលទៅ file ពេលយើងចូលទៅ file នេះខ្ញុំបត់មិញខ្ញុំដោនបានដែរតែខ្ញុំដាក់បត់ផ្សេងតែខ្ញុំដាក់បានមកកណ្ដោបត់ហើយខ្ញុំចុចលើ file តែ file នឹងមានបត់ច្រើនខ្ញុំដាក់បត់ដែលខ្ញុំត្រូវការហ្នឹងមកបន្ទាប់មកយើងចុចពាក្យដាក់នៅខាងលើនោះចុចពាក្យដាក់ហ្នឹងបន្ទាប់មកវានឹងដើរឲ្យយើងឯងពេលដែលវាដើរជា megabyte រឿងជូដាខ្ញុំកាត់lạiនឹងបន្តិចសិនពេលដើរពេញវានឹងចូលទៅក្នុងទូរស័ព្ទនឹងនាឡិការបស់យើងហ្នឹងហើយឥឡូវនេះខ្ញុំ down វាបានហើយឥឡូវខ្ញុំបើកទៅលើនាឡិកាដៃបើកបទចម្រៀងនៅលើនាឡិកាដៃហ្នឹងបទចម្រៀងដែលយើងដាក់ចូលទៅក្នុងនាឡិកាដៃហ្នឹងមិញណាវាដាក់បានមិនច្រើនបទអីមែនទេតែយើងដាក់បានហើយនេះរបៀប add កាសជាប់ជាមួយនឹងនាឡិកាដៃហ្នឹងយើង search ឈ្មោះកាសហ្នឹងទៅ app របស់យើងហ្នឹងបើយើង search ទៅចេញឈ្មោះកាសរបស់យើងចុច connect ទៅវានឹង connect លើសំឡេងហ្នឹងទៅលើកាសរបស់យើងហើយអញ្ចឹងរបៀបធ្វើតែមានតែប៉ុណ្្នឹង